ស្ពានចាក់អង្រែក្រោមព្រែកប្រាសម្រាប់វឌ្ឍនភាព 68% លឿនជាងផែនការត្រៀមបញ្ចប់នៅចុងឆ្នាំ2027គិតត្រឹមថ្ងៃទី20ខែមេសាឆ្នាំ2026នេះគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោមព្រែកប្រាសម្រាប់លទ្ធផលបាន 68% ហើយនេះបើយោងតាមការបញ្ជាក់ពីលោកផនរឹមអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនវឌ្ឍនភាពលម្អិតនៃគម្រោងស្ពាននេះរួមមានផ្នែកគ្រឹះស្ពានសម្រាប់បាន 100% រួចរាល់ទាំងស្រុងផ្នែករចនាសម្ព័ន្ធក្រោមស្ពានសម្រាប់បាន 89% ផ្នែករចនាសម្ព័ន្ធលើស្ពានសម្រាប់បាន 28% ក្នុងនោះការចាក់ធ្នឹមធីចំនួន180ដើមសម្រាប់បាន132ដើមនិងធ្នឹមធីចាក់នៅកន្លែង180ដើមសម្រាប់បាន156ដើមបណ្ដាញផ្លូវតភ្ជាប់សម្រាប់បានសរុប 44.4% ផ្លូវតភ្ជាប់សម្រាប់បាន 50% និងផ្លូវបង្វែរទិសរ៉ែមសម្រាប់បាន 42%អត្ថប្រយោជន៍និងសក្តានុពលសេដ្ឋកិច្ចក្រោយពេលស្ថាបនារួចរាល់ជាស្ថាពរស្ពានថ្មីមួយនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះការកកស្ទះចរាចរណ៍ពីស្ពានព្រះមុនីវង្សនិងតភ្ជាប់យ៉ាងរលូនទៅកាន់ផ្លូវជាតិក្នុងខណ្ឌច្បារអំពៅលើសពីនេះវានឹងជួយជំរុញសក្តានុពលសេដ្ឋកិច្ចសង្គមពិសេសសម្រួលការធ្វើដំណើររវាងរាជធានីភ្នំពេញផ្នែកខាងត្បូងឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិដេជោក្រុងតាខ្មៅព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពភស្តុភារកម្មនិងពន្លឿនការអភិវឌ្ឍនៅក្នុងតំបន់ផងដែរ